ការប្រកួតជាច្រើនសប្តាហ៍បានកន្លងផុតទៅដោយក្នុងនោះការប្រកួតវគ្គផ្ដាច់ព្រាត់ជិតចូលមកដល់ហើយបន្ទាប់ពីការប្រកួតសន្សំពិន្ទុជម្រុះដណ្ដើមខ្សែក្រវ៉ាត់ IPCC វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់កាលពីម្សិលមិញនេះនៅលើសង្វៀន Mafai Cambodia ដែលឧបត្ថម្ភដោយ Cambodia Beer បានរកឃើញជើងខ្លាំងពីររូបក្រោយពីឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍កន្លងមកនោះនៅក្នុងព្រឹត្តិការណ៍ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់កាលពីថ្ងៃអាទិត្យទី8 ខែមិថុនាម្សិលមិញនេះកីឡាករជើងខ្លាំងទាំងពីររូបបានផ្ដួលជើងខ្លាំងដែលជាដៃគូរបស់ពួកគេដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រាត់ក្នុងនោះមានកីឡាករប៉ែនករិជសីដែលមកពីក្លឹបសេនប៊ុនថេនប៉ែនកគុណខ្មែរបានយកឈ្នះកីឡាករនងសៅឲ្យបោះបង់ការប្រកួតនៅក្នុងទឹកទី4ហើយមួយរូបទៀតគឺកីឡាករដែលមានដើមកំណើតមកពីប្រទេសប្រេស៊ីលសែនចាន់រិទ្ធីសាដែលវឹកហាត់នៅក្លឹបក្លារខិនមានរិទ្ធជាមួយលោករីគីក៏បានផ្ដួលកីឡាករគង់ហៅឲ្យបោះបង់ការប្រកួតនៅក្នុងទឹកទី4បានឡើងទៅកាន់វគ្គផ្ដាច់ព្រាត់ត្រៀមជួបតតាំងជាមួយកីឡាករប៉ែនករិជសីដើម្បីដណ្ដើមខ្សែក្រវ៉ាត់ IPCC គុណខ្មែរនាពេលឆាប់ៗខាងមុខនេះកីឡាករទាំងពីរគឺសុទ្ធតែជាជើងខ្លាំងដូចគ្នាហើយមានអាវុធកាចរៀងៗខ្លួនជាពិសេសអភិវឌ្ឍខ្លួនពីមួយសប្តាហ៍ទៅមួយសប្តាហ៍គួរឲ្យកត់សម្គាល់រហូតមកដល់វគ្គនេះអ្នកទាំងពីរបានឆ្លងកាត់ការប្រកួតជាមួយកីឡាករជើងខ្លាំងគុណខ្មែរជាច្រើនរូបជាច្រើនសប្តាហ៍ទម្រាំមានឱកាសបានឈរចាំប្រកួតដណ្ដើមខ្សែក្រវ៉ាត់ដ៏ស្រស់ស្អាតពីកម្មវិធី Mafai Cambodia គូជម្រាបផងដែរថាកម្មវិធី Mafai គឺជាកម្មវិធីចាស់វស្សាជាងគេដែលមានប្រជាប្រិយភាពមួយប្រចាំស្ថានីយ៍ទូរទស្សន៍ថោនដែលទទួលបានការគាំទ្រពីអ្នកស្នេហាវិស័យកីឡាប្រដាល់គុណខ្មែរជាច្រើនពីមួយសប្តាហ៍ទៅមួយសប្តាហ៍ហើយអ្នកទស្សនាកាន់តែកាន់ឡើងស្ទើរតែរកកៅអីអង្គុយគ្មានដូច្នេះសូមរងចាំទស្សនាព្រឹត្តិការណ៍ប្រកួតរវាងកីឡាករជើងខ្លាំងទាំងពីររូបនេះតើកីឡាកររូបណានឹងក្លាយទៅជាម្ចាស់ខ្សែក្រវ៉ាត់ដ៏ស្រស់ស្អាតនេះសង្វៀន Mafai Cambodia ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង 3 រសៀលតទៅទស្សនិកជនអាចចូលរួមទស្សនាដោយសេរីនៅសង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌរិស័យកែវរាជធានីភ្នំពេញដោយក្នុងនោះផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ថោន Full HD TV